លើកមុនម៉ែខ្ញុំបងប្អូនគាត់ជួយដោះស្រាយឲ្យទាំងនៅធនាគារទាំងឯកជនតើតែជួបបញ្ហាឥឡូវនេះតែពឹងពាក់ទៅសួរនាំគាត់ទៅប្រាប់គាត់ថាគាត់ដឹងអីទេព្រោះគាត់ធ្លាប់ជួយដោះស្រាយម្ដងហើយគាត់ក៏ប៉ិនជួយម៉េះឥឡូវដោះស្រាយខ្លួនឯងចឹងបងប្អូនស្ថិតនៅក្នុងចំណុចនេះមែនដែរទេបើសិនជាមែនមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចធ្វើការខមមិនប្រាប់ខ្ញុំផងដើម្បីខ្ញុំបានដឹងខ្ញុំនឹងតាក់ទងទៅនឹងនិយាយអំពីដំណើរការក្នុងការដោះស្រាយបញ្ហានេះតែម្ដងបាទអូខេបងប្អូនអញ្ចឹងមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឈើស្រីខាពួកយើងធ្លាប់ជាប់បំណុល$40000ប៉ុន្តែយើងបានខ្ចីបំណុលគេនៅឆ្នាំ2015ហ្នឹងត្រឹមតែ$5000ទេយកទៅបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានភេទសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅយើងធ្វើអាជីវកម្មនៅពេលនោះមិនបានជោគជ័យអ្វីនោះទេក៏យើងខ្សែធនបាត់អាជីវកម្មហ្នឹងត្រឡប់ទៅវិញដោយបានប្រើពេលត្រឹមតែមួយឆ្នាំទេអញ្ចឹងនៅពេលដែលយើងបាត់អាជីវកម្មហ្នឹងទៅហើយយើងសល់បំណុលនៅពេលដែលសល់បំណុលយើងប្រឹងប្រែងរហូតដល់ឆ្នាំ2019បាទអញ្ចឹងយើងគាំងខ្លាំងនៅឆ្នាំនោះគឺដល់ថ្នាក់រត់ចោលស្រុកហ្មងយើងបានរត់ចោលស្រុកទៅធ្វើជាចំណាក់ស្រុកធ្វើជាពលករធ្វើការនៅក្នុងប្រទេសថៃបងប្រុសបងស្រីនៅពេលដែលខ្ញុំបានទៅហើយមិនស្រួលដូចអ្វីដែលយើងបានគិតទេបាទយើងបានទៅយើងទៅធ្វើវាពិបាកទៅពេលពិបាកយើងក៏ត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញក៏យើងជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលគឺជាបុគ្គលម្នាក់ដែលបានជួយខ្ញុំនិងក្រុមគ្រួសារនឹងឲ្យដោះបំណុលដ៏ធំធេងនឹងបានដោយប្រើពេលត្រឹមតែមួយខែទេដោះបំណុល$40000បានមិនត្រឹមតែប៉ុណ្ណឹងប្រាប់ខ្ញុំនិងក្រុមគ្រួសារឲ្យចងក្រងបទពិសោធន៍ទាំងអស់នឹងធ្វើជីវសិក្សាធ្វើជាសភៅទៅអញ្ចឹងក៏យើងធ្វើតាមគាត់ហើយក៏បានចែកចាយទៅដល់មនុស្សជាច្រើនដែលគាត់បានស្គាល់យើងហ្នឹងយកទៅមើលយកទៅធ្វើក៏ទទួលការដោះស្រាយបញ្ហាបានគ្រប់គ្នាអញ្ចឹងបើសិនជាបងប្អូនចង់ឃើញចង់ដឹងលម្អិតបងប្អូនអាចចុចចូលទៅក្នុង link Telegram មួយដើម្បីស្ដាប់សម្ដីសាកសីពិតៗដែលយើងបានដាក់ជូនបាទអូខេបងប្អូនអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញនិយាយអំពីការជាប់បំណុលម្ដងទៀតបាទមានន័យថាយើងធ្លាប់ជាប់បំណុលភាសាហើយបានឪពុកម្ដាយបងប្អូនគាត់ជួយយើងបាទគាត់ជួយដោះស្រាយឲ្យយើងគាត់ថាកុំឲ្យយើងពិបាកគាត់ក៏ពិភាក្សាមួយគ្នាជួយដោះស្រាយយើងឲ្យយើងមានសេរីភាពប៉ុន្តែជាអកុសលយើងបានសេរីភាពតាមរយៈពេលខ្លីទេវាមានបញ្ហាដោយភរិយារបស់ខ្ញុំគាត់លើកឡើងថាធ្វើឲ្យមានបញ្ហាមួយសារទៀតបងប្រុសបងស្រីខ្ញុំសូមលើករឿងមួយខ្ញុំសូមសួរមួយថាប្រសិនបើយើងឈឺបាទហើយយើងឲ្យបុគ្គលផ្សេងនេះទៅលេបថ្នាំជំនួសតែអ្នកណាអ្នកជាបាទប្រកាសណាស់គឺយើងមិនអាចជាមែនទេបាទអញ្ចឹងដូចគ្នាបើសិនជាយើងមានបញ្ហាបំណុលយើងពឹងឲ្យឪពុកម្ដាយបងប្អូនប្រុសបងស្រីរបស់យើងទៅសងជំនួសយើងអាចមានសេរីភាពបានទេអាហ្នឹងហើយគេហៅថាអ្នកឈឺមិនទៅព្យាបាលមិនអ្នកឈឺមិនគិតលេបថ្នាំបែរទៅជារុញឲ្យអ្នកផ្សេងលេបថ្នាំជំនួសអញ្ចឹងសួរថាបញ្ហាហ្នឹងអាចជាបានទេអត់ជាបានទេបាទអញ្ចឹងវាគ្រាន់តែធូររយៈពេលខ្លីតែប៉ុណ្ណោះវានឹងឡើងមកវិញពីព្រោះវាជាជំងឺបំណុលអញ្ចឹងជំងឺបំណុលវាត្រូវការផ្លាស់ប្ដូរពីរបៀបគិតរបៀបធ្វើមួយចំនួនទើបអាចដោះស្រាយបញ្ហានឹងបានអញ្ចឹងបើសិនជាបងប្អូនចេះតែឲ្យអ្នកនោះលេបថ្នាំជំនួសឲ្យអ្នកនោះលេបថ្នាំជំនួសវាអត់អាចធូរស្បើយបានទេបងប្អូននៅតែមានជំងឺនឹងដដែលអញ្ចឹងបើសិនជាបងប្អូនត្រូវការព្យាបាលជំងឺនេះឲ្យដាច់បងប្អូនធ្វើការតាក់ទងមកខ្ញុំឥឡូវនេះតាមរយៈលេខ096 638កុដយើងមានទទួលការប្រឹក្សាតាមទូរស័ព្ទបាទអញ្ចឹងអរគុណច្រើនកុំអស់សង្ឃឹមរឿងបំណុលយើងមានដំណោះស្រាយ